លោកប៊ុនស៊ីនក៏បន្តទៀតដែរថាដោយសារតែខ្ញុំបដិសេធមិនឈប់បាញ់អ្នកដែលបានចេញប័ណ្ណបញ្ជាត្រូវតែត្រឡប់ទៅពិចារណាឡើងវិញដូច្នេះខ្ញុំមិនបានបញ្ឈប់ការប្រយុទ្ធទេប្រសិនបើខ្ញុំបានប្រាប់ទាហានរបស់ខ្ញុំឲ្យឈប់ខ្ញុំនឹងត្រូវលាតត្រដាងថាអ្នកណាជាអ្នកផ្ដល់ប័ណ្ណបញ្ជាហើយអ្នកនោះនឹងមិនអាចនៅប្រទេសនេះបានទៀតទេវ៉ាវខ្លាំងម្ល៉េះអញ្ចឹងមានន័យថាស្ដេចរបស់វានឹងក៏មិនបាច់នៅក្នុងប្រទេសដែរបាទពីព្រោះអីខ្ញុំជឿជាក់យ៉ាងច្បាស់ថាបកគោណារបស់សៀមក៏នៅក្នុងស្ថិតនៅក្នុងសាច់រឿងទាំងអស់ហ្នឹងដែរអញ្ចឹងនៅក្នុងការបញ្ជាដើម្បីឲ្យឈប់បាញ់ឬមិនឈប់បាញ់ក៏ត្រូវតែមានការឆ្លងយោបល់ពីបកគោណាដែរអញ្ចឹងបើសិនជាវានិយាយដល់ភាសាបែបហ្នឹងមានតែសូម្បីតែបកគោណារបស់សៀមក៏មិនបាច់នៅក្នុងប្រទេសដែរបើសិនជាបាត់ឈប់បាញ់នឹងវាធ្វើតាមមែនក៏ខ្លាំងម្ល៉េះប៊ុនស៊ីនផាខ្លាំងម្ល៉េះជាពីណាគេនោះជួយម៉ែដល់ពេលវានិយាយចឹងទៅសួរថានរណាគេជាមេអ្នកណាទៅគឺជាថ្នាក់ដឹកនាំកម្ពុជានៅក្នុងប្រទេសសៀមមួយថ្ងៃនេះសម្ដីនេះណាវាស្មើនឹងសម្ដីក្បត់ជាតិត្រឹមតែជាមេភូមិភាគហើយមិនស្ដាប់បទបញ្ជារបស់មេបញ្ជាការមិនស្ដាប់បទបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិណាបាទហើយមកនិយាយឡងទៅវិញថាមិនអាចនៅក្នុងប្រទេសបានបើសិនជាគាត់ធ្វើតាមបទបញ្ជាជប់បាញ់ជុំជួយម៉ែកតេកតើដល់ឡាមួយនេះវូយថ្នាក់ទីម៉ានអូនហើយdiaថ្នាក់ទីម៉ានហើយបាទឃ្លាំងក៏បានបន្ថែមទៀតថានេះគឺដោយសារតែខ្ញុំចង់ដណ្ដើមយកទឹកដីមកវិញប៉ុន្តែអ្នកនោះបានប្រាប់ខ្ញុំឲ្យឈប់នោះគឺស្មើនឹងសារក្រមប្រហារជីវិតសម្រាប់ពួកគេជួយម៉ែពិតជាសាហាវមែនបាទចង់ដណ្ដើមយកទឹកដីត្រឡប់វិញកុំប្រើពាក្យថាដណ្ដើមទឹកដីយកទៅវិញខ្ញុំចង់ឈ្លានពានទឹកដីកម្ពុជាណែនិយាយចេះបានវាត្រូវពីព្រោះជាក់ស្ដែងគឺសៀមចង់ឈ្លានពានទឹកដីកម្ពុជាទេមិនមែនដណ្ដើមដីដែលកម្ពុជាឈ្លានពានអត់ទេកម្ពុជាឯណាទៅឈ្លានពានជុំមានពីណាទៅចេញបញ្ជាក្រៅពីមេបរហែងហ្នឹងហើយមេបរហែងហ្នឹងក៏ទទួលបញ្ជាពីថ្នាក់ដឹកនាំកម្ពុជាទៅគ្មាននរណាគេក្រៅពីនេះនឹងឯងថ្នាក់ដឹកនាំកម្ពុជារបស់ខ្លួនឯងហ្នឹងហើយសិតតែមិនព្រមបញ្ចេញឈ្មោះរឿងកងទ័ពណែកងទ័ពរឿងកងទ័ពពាក្យថាកងទ័ពអាម៉ាត់នេះណាស្ដាប់បញ្ជាមេដោយមិនចាំបាច់សួរហេតុផលទេបើមេបញ្ជាឲ្យងាប់គឺងាប់ជារស់សម្ដីកងទ័ពប័ណ្ណបញ្ជាកងទ័ពគឺធ្ងន់ដូចភ្នំមិនមែនអ្នកឯងត្រឹមតែជាមេភូមិភាគអង្គអាត់ខ្លាំងម្លេះមិនមេទ័ពធំដឹកនាំប្រចាំប្រទេសណាបាទហើយខ្ញុំជឿតែបញ្ជាទាំងអស់នេះបកគោណារបស់សៀមក៏មានពាក់ព័ន្ធដែរហើយក៏មិននិយាយភាសាអីក្បត់ជាតិម្លឹងនោះវើយងាប់ស្ដាប់បើទៅដូចខ្លួនឯងនោះមហោសចាដល់កណត់អូយគេប្តឹងតែ ICJ មិនបាច់បាញ់គ្នាជាមួយឯងក៏គេឈ្នះដែរគេធ្វើការងារទៅដល់ ICJ គេមានផុសតាងគេគ្រប់គ្រាន់ហើយត្រឹមតែផែនទីខ្នាតមួយលើ 200,000 តែមួយនោះគឺគ្រប់គ្រាន់សម្រាប់ក្នុងការដាក់មិនទម្ងន់ទុកទោសទៅដល់ប្រទេសសៀមមិនចាំបាច់ឡើយពលីបូជាជីវិតយុទ្ធជនរបស់យើងនោះទេរៀនគិតឲ្យវែងឆ្ងាយតិចទៅកុំគិតខ្លីជាងអាដេញសមោលកុំគិតខ្លីជាងអាដេញចង់ចំោះខ្លួនឯងពេកគំនិតដែលអាចគិតចេញបែបនេះមានតែមនុស្សថោកទៀតដូចប៊ុនស៊ីនផាខ្លាំងទេបាទទើបបានគិតចេញសម្រាប់ប្រទេសខ្មែរមួយគេគិតមិនចេញទេពីព្រោះខ្មែរនេះបើនិយាយទៅគឺត្រង់សម្ដីរបស់ប៊ុនស៊ីនផាខ្លាំងដូចខ្ញុំនិយាយខាងលើអញ្ចឹងវានិយាយមកគឺថាហាក់ដូចជាវានឹងគឺកាន់អំណាចកំពូលវាគឺស្ថិតនៅលើមនុស្សគ្រប់រូបទាំងអស់សូម្បីតែស្ដេចរបស់វាអានេះសម្ដីវាទី1អញ្ចឹងវាបង្ហាញឲ្យឃើញថាត្រឹមតែមេភូមិភាគទី2តែប៉ុណ្ណោះវាហ៊ានប្រើសិទ្ធិអំណាចរបស់វាអាចគ្របទៅដល់ស្ដេចអញ្ចឹងបងប្អូនអាហ្នឹងមួយផ្នែកក្រឡេកទៅមើលមួយផ្នែកទៀតនៅខាងរដ្ឋាភិបាលទទួលបានសញ្ញាឆ្នោតពីប្រជាពលរដ្ឋក៏ប៉ុន្តែគ្មានអំណាចនៅក្នុងការគ្រប់គ្រងរឿងធំៗក្នុងប្រទេសជាពិសេសគឺមិនអាចមានសិទ្ធិគ្រប់គ្រងកងទ័ពឃើញទេហើយក្រឡេកទៅមើលក្នុងនយោបាយបើយើងនិយាយដាច់ឡៃក្រឡេកទៅមើលក្នុងសាច់រឿងនយោបាយអានោះវិញក្នុងរយៈពេល1ឆ្នាំក្នុងរយៈពេលមួយអាណត្តិនេះដូរប្រហែលហើយបាទដូរឡើង4បាទ4នាយករដ្ឋមន្ត្រីដូរ4បើសិនតាំងរាប់តាំងនាយករដ្ឋមន្ត្រីស្ដីទី4កន្លះអញ្ចឹងអានេះហើយគឺជាភាពវឹកវរ
បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដានជាមួយនឹងសង្ឃឹមឥឡូវនេះវិលមកជួបជាមួយនឹងសង្ឃឹមសាជាថ្មីជាមួយនឹងព័ត៌មានក្តៅៗទាន់ហេតុការណ៍ទៀតហើយតាក់ទងជាមួយនឹងការលើកឡើងរបស់លោកប៊ុនស៊ីនផាត់ខ្លាំងឬក៏ខ្ញុំតែងតែហៅគាត់ថាលោកបាត់ឃ្លាំងណានៅពេលដែលគាត់ចូលនិវត្តទៅហើយក៏ពិតមែនគាត់ស្កាត់ក៏ប៉ុន្តែមិនសូវជាស្ងៀមប្រហែលទេគាត់ឥឡូវនេះលមាស់មាត់លមាស់ដៃលមាស់ជើងចាប់ដើមកម្រើកត្រឡប់មកវិញទៀតហើយបន្ទាប់ពីឃើញថាស្ងប់ស្ងាត់អស់មួយរយៈពេលធំអញ្ចឹងលោកប៊ុនស៊ីនផាត់ខ្លាំងនេះគឺខ្ញុំក៏សូមរំលឹកផងដែរថាពីដើមឡើយគាត់គឺជាអតីតមេភូមិភាគ2បាទមេភូមិភាគ2ដែលគាត់នឹងហើយគឺជាអ្នកដែលដុតដៃដុតជើងនៅក្នុងការផ្ដាំសង្គ្រាមរវាងកម្ពុជាហើយនិងសៀមហើយនៅពេលនេះគាត់ត្រូវបានចូលនិវត្តន៍និងក្លាយទៅជាឧត្តមក្លាយទៅជាទីប្រឹក្សាបញ្ជាក្លាយជាទីប្រឹក្សាអង្គរៈបាទអង្គរៈរបស់បកូណានិងសូមទោសខ្លាយទៅជាអង្គរៈរបស់បកូណារបស់សៀមហើយក៏នឹងខ្លាយទៅជាទីប្រឹក្សារបស់មេភូមិភាគ2ថ្មីនៅបកានៅប៉ែកខាងប្រាសាទព្រះវិហារយើងផងដែរអញ្ចឹងពុកម៉ែបងប្អូនបាទអញ្ចឹងឥឡូវនេះគឺថាបន្ទាប់ពីយើងមានបទជប់បាញ់ចូលជាធរមានមិនមែនបទបែបគឺបទប្រកាសរួមបាទប្រកាសរួមចូលជាធរមានដែលមានអាមេរិកហើយនឹងម៉ាឡេស៊ីធ្វើជាសាក្សីឥឡូវនេះឃើញថាការដកអាវុធធនធ្ងន់ក៏ដូចជាការរួមគ្នានៅក្នុងការបោះសម្អាតក្របនេះគឺចាប់ផ្ដើមធ្វើការងារបណ្ដាហើយក៏ប៉ុន្តែប៊ុនស៊ីនផាត់ខ្លាំងឬក៏លោកបាត់ខ្លាំងនេះហាក់ដូចជាមិនទាន់អស់ចិត្តទេនៅក្នុងសាច់រឿងសង្គ្រាមមួយនេះគាត់នៅតែរន្ធឺណាបាទគាត់នៅតែផ្កើនគាត់នៅតែចង់បានសង្គ្រាមត្រឡប់ទៅប្រទេសគាត់វិញបាទអញ្ចឹងមកឥឡូវមកមើលថាតើ The Nation Thailand ចុះផ្សាយយ៉ាងម៉េចអំពីសកម្មភាពក៏ដូចជាពាក្យពេចន៍របស់ប៊ុនស៊ីនផាត់ខ្លាំងគេនិយាយជុំវិញបញ្ហាព្រំដែនស្រុកខ្មែរមានតែទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជាមួយនឹងសង្ឃឹមទាំងអស់គ្នាបាទអញ្ចឹងចំណងជើងដ៏ធំមួយរបស់ The Nation Thailand គេបានសរសេរថាលោកប៊ុនស៊ីនទទួលស្គាល់ថាបានបំពេញបទជប់បាញ់របស់រដ្ឋាភិបាលបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅលើព្រំដែនបានចាប់ផ្ដើមឃើញទេឥឡូវនេះគឺវាបានចេញមុខមកទទួលស្គាល់បដាឲ្យថាវាគឺពិតជាបានបំពេញបទឈប់បាញ់ពិតមែនពុកម៉ែបងប្អូនពាក្យថាបំពេញបទឈប់បាញ់របស់រដ្ឋាភិបាលតើរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយនរណាប្រកាសណាស់គឺជាជាមួយនឹងកម្ពុជាអញ្ចឹងបើវានិយាយថាវាបានបំពេញបទបញ្ជាបទឈប់បាញ់នេះរបស់រដ្ឋាភិបាលវាគឺមានន័យថាវាបានបំពេញបទឈប់បាញ់ដែលរដ្ឋាភិបាលរបស់វាបានចុះហត្ថលេខាជាមួយនឹងរាជរដ្ឋាភិបាលរបស់កម្ពុជាហើយក៏នោះគឺថារដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីស្ដីទីរបស់គាត់ណាបាទគឺលោកតាក្តាមហ្នឹងដែលខ្ញុំហៅគាត់តាក្តាមហ្នឹងឯងគឺគាត់ជាអ្នកចុះហត្ថលេខាដោយផ្ទាល់ដៃក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយនឹងកម្ពុជាក៏ប៉ុន្តែប៊ុនស៊ីនផាត់ខ្លាំងក៏ដោយដែលខ្លួននៅជាអ្នកកាន់អំណាចយោធាភូមិភាគ2នៅតែបន្តបំពេញបទជប់បាញ់ជាមួយនឹងកម្ពុជារបស់យើងតែកម្ពុជារបស់យើងគឺព្យាយាមអត់ធ្មត់ទៀតមិនខ្ចីតបតជាមួយនឹងប៊ុនស៊ីនផាត់ខ្លាំងនឹងទេបាទ The Nation សរសេរបន្តទៀតថាអតីតមេបញ្ជាការកងទ័ពបានតំបន់2ឧត្តមសេនីយ៍តូប៊ុនស៊ីនផាត់ខ្លាំងឬក៏ខ្ញុំហៅថាអាបាតខ្លាំងនិយាយថាលោកបានបំពេញបញ្ជាពីរដ្ឋាភិបាលឲ្យឈប់បាញ់អំឡុងពេលប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជាសៀមកាលពីខែកក្កដាបាទអញ្ចឹងឥឡូវនេះគឺថាចាប់ផ្ដើមចេញមកសារភាពហើយប៉ុន្តែមិនដឹងជាចង់លេងល្បិចអីគេទៀតនោះទេណាបងប្អូនបាទឃើញវាសារភាពឃើញវាអីអញ្ចឹងមែនកុំតន់អាលទុនចិត្តកុំតន់អាលលក្ខណៈថាស្លងអារម្មណ៍ជាមួយនឹងអ្វីដែលសៀមបានកំពុងតែសម្ដែងជាមួយយើងពីព្រោះថាពួកអស់នេះល្បិចល្បោចអីបែបណាក៏វានៅតែហ៊ានបន្តធ្វើដែរពុកម៉ែបងប្អូនបាទអញ្ចឹងគេទៅសេបន្តទៀតដែរថាឧត្តមសេនីយ៍តូប៊ុនស៊ីនផាត់ខ្លាំងណាអតីតមេបញ្ជាការតំបន់2នេះគឺបានលាតត្រដាងការពីថ្ងៃសៅរ៍យើងហ្នឹងណាថាលោកបានបំពេញបទបញ្ជារបស់រដ្ឋាភិបាលមុនឲ្យឈប់បាញ់ត្រឹមតែ6ម៉ោងប៉ុណ្ណោះបន្ទាប់ពីមានការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជាសៀមបានផ្ទុះឡើងនៅចុងខែកក្កដាបាទជាក់ស្ដែងគឺវាពិតជាបំពេញមែនពុកម៉ែបងប្អូនហើយមិនមែនបំពេញនេះគេថាត្រឹមតែ6ម៉ោងប៉ុណ្ណោះទេវាមិនមែនទេបាទគឺបំពេញរហូតហ្នឹងបំពេញរហូតមកដល់កិច្ចព្រមព្រៀងប្រកាសរួមកិច្ចព្រមព្រៀងប្រកាសរួមនេះក៏នៅតែបំពេញទៀតដែរប៉ុន្តែគាត់ថាអ្នកបំពេញហ្នឹងមិនមែនប៊ុនស៊ីនផាត់ខ្លាំងតែប៉ុណ្្នឹងឯងពីព្រោះថាសៀមមកនិយាយជារួមតែម្ដងគឺសៀមរមែងតែងតែបំពេញរាល់កិច្ចព្រមព្រៀងមិនថា MOU មិនថាបាត់ជប់បាញ់មិនថាសេចក្តីប្រកាសរួមដែលយើងបានធ្វើរួមគ្នានឹងក៏វានៅតែបំពេញដែរអាមិនក៏សង្ឃឹមនិយាយអញ្ចឹងពុកម៉ែបងប្អូនឆ្ងល់សួរថាមិនក៏សង្ឃឹមឯងនិយាយអញ្ចឹងឃើញឥឡូវគេកំពុងតែធ្វើការសរសើរស្រាមមួយគ្នាដូចជាការដកអាវុធដូចជាការចូលរួមដៃគ្នាក្នុងការបោះសម្អាតក្របនេះបាទពុកម៉ែបងប្អូនសកម្មភាពវានៅតែធ្វើក៏ប៉ុន្តែបំពេញនៅតែបំពេញជាក់ស្ដែងមកដល់ពេលនេះគឺថាយុទ្ធជនយើងទាំង18នាក់អត់ទាន់
អត់ទាន់បានដោះលែងផងហ្នឹងបើទោះណាសៀមគេប្រកាសថាខ្លួនត្រូវបានចង់ដោះលែងយុទ្ធជនទាំង18នាក់ក៏ដោយក៏ប៉ុន្តែកន្លះម៉ោងក្រោយក៏គេបានចេញត្រឡប់មកវិញក៏គេនិយាយថាការដោះលែងហ្នឹងគឺស្ថិតនៅក្នុងការពិចារណាខ្ពស់សិនអញ្ចឹងឥឡូវនេះនៅក្នុងថ្ងៃទី12ដែលគេផ្សន្និបាតថាក្នុងជាការដោះលែងយុទ្ធជនទាំង18នាក់របស់យើងគឺស្ថិតនៅក្នុងភាពសម្ពេចសម្ពិលហើយហ្នឹងទាំងដែលសេចក្តីប្រកាសរួមគេនិយាយថាសៀមក៏ដូចជាលោក Donald Trump ហើយនឹងសម្ដេចធិបតីបាននិយាយថាកិច្ចព្រមព្រៀងប្រកាសរួមនេះគឺជាផ្លូវមួយដែលបើកច្រកឲ្យដោះលែងយុទ្ធជនទាំង18នាក់មកភ្លាមប៉ុន្តែមកដល់ពេលនេះអត់ភ្លាមផងហ្នឹងបាទ100ថ្ងៃជាងហើយបាទ3ខែជាងហើយដែលសៀមបានឃុំខាំងខ្លួនយុទ្ធជនទាំង18រូបរបស់យើងហើយពុកម៉ែបងប្អូនខ្លះក៏បានប្រាប់ខ្ញុំថាកុំនិយាយថាឆ្លើយសឹកចឹងអត់ព្រោះស្ដាប់ទេពុកម៉ែបងប្អូនយើងអត់ចង់ហៅឆ្លើយសឹកទេក៏ប៉ុន្តែខ្ញុំប្រែទៅតាមអ្វីដែលសៀមវាបានសរសេរគឺវាចាត់ទុកយុទ្ធជនទាំង18នាក់របស់យើងនេះគឺជាឆ្លើយសឹកនេះគឺជាការពិត that is the thing បាទអញ្ចឹងតើឥឡូវយើងក៏លេខមកមើលខាងនៃបន្តទៀតគេក៏បាននិយាយបន្តទៀតដែរថាថ្លែងនៅក្នុងសន្ទរកថាពិសេសមួយនៅក្នុងសិក្ខាសាលានៅខេត្តនគររាជសីមាបាទលោកប៊ុនស៊ីនបាទបាននិយាយថាលោកបានបដិសេធមិនអនុវត្តតាមបទបញ្ជាសម្រាប់តំបន់យោធា2ឲ្យបញ្ឈប់ការប្រយុទ្ធនោះព្រោះលោកចង់ដណ្ដើមយកមកវិញនៅដីដែលត្រូវបានរំលោភបំពានដោយកងទ័ពកម្ពុជាបាទសួរតើដីមួយណាដែលកម្ពុជាបានរំលោភមកយកដីនឹងមកគូបញ្ជាក់ជាមួយនឹងកម្ពុជាមកកម្ពុជាអត់ចង់បានដីសៀមសំបីតែ1មីលីម៉ែត្រគឺកម្ពុជាអត់ចង់បានទេបើរកឃើញថាកម្ពុជាពិតជាបានបំពេញដីរបស់សៀមមែនយកមកដាក់ទៅអង្គការដាក់ទៅតុលាការអន្តរជាតិដោះស្រាយជាមួយគ្នាតាមអន្តរជាតិមិនបាច់ប្រើកំភ្លើងទេកម្ពុជាអត់ចង់បានដីគេទេតែកម្ពុជាក៏មិនចង់បានដីក៏មិនត្រូវឲ្យនរណាមកយកដីរបស់កម្ពុជាសូម្បីតែ1មីលីម៉ែត្រដូចគ្នាបាទយន្តការរបស់យើងគឺមានមិនចាំបាច់ប្រើកម្លាំងកងទ័ពហើយក៏មិនចាំបាច់មានការលូកដៃពីប៊ុនស៊ីនផាខ្លាំងក៏មិនចាំបាច់ធ្វើអង្គអត្តជាមួយនឹងតាមព្រំដែនហ្នឹងដែរបើសិនជាឃើញថាកម្ពុជាពិតជាយកដីរបស់សៀមមែនយន្តការដែលយើងមានស្រាប់ដូចជា RBC GBC និង JBC គឺមានតាអាចដោះស្រាយតាមទាំងអស់ហ្នឹងបានគឺយើងអាចដោះស្រាយគ្នាដោយសន្តិវិធីបានមិនចាំបាច់ប្រកាសសង្គ្រាមមិនបាច់វាយលុកអីទាំងអស់ទី1ទី2បើសិនជាសៀមប្រកាសហើយនឹងច្បាស់នៅក្នុងចិត្តថាកម្ពុជាពិតជាលួចដីរបស់សៀមពិតជាបានឈ្លានពានដីរបស់សៀមមែនយកបញ្ហាទាំងអស់ហ្នឹងរៀបចំឯកសារ file it and bring it to ICJ បាទរៀបចំឯកសារហើយនាំវាទៅ ICJ ទៅយើងដោះស្រាយទាំងអស់គ្នានៅក្នុងឆាកអន្តរជាតិបើកាលណាដែលយើងនៅតែបន្តការដោះស្រាយទ្វេភាគីអាណត្តិនេះឬក៏ឥឡូវនេះសៀមវាយយកខ្មែរអញ្ចឹងនៅពេលដែលក្រោយទៅយើងនៅតែតវ៉ាយកដីសៀមអញ្ចឹងរឿងទាំងអស់ហ្នឹងវានឹងទៅមកគ្មានទេទីបញ្ចប់ល្អបំផុតទៅ ICJ ដើម្បីបញ្ចប់សេចក្តីនេះគឺជាយុទ្ធការឬគឺជាយុទ្ធសាស្ត្រដ៏ល្អបំផុតហើយសៀមចេះតែបំភ្លៃក៏ដូចជាចេះតែកុហកប្រជាជនខ្លួនឯងថាតុលាការអន្តរជាតិ ICJ គឺស៊ីសំណុកដោយសារតែខ្មែរផ្ដល់ប្រយោជន៍ឲ្យបែបនេះបែបនោះ Hey guy យើងមានប្រយោជន៍អីផ្ដល់ទៅឲ្យ ICJ យើងអត់មានប្រយោជន៍អីទាំងអស់ដែលផ្ដល់ ICJ ហើយ ICJ ក៏គេមិនទទួលយកផលប្រយោជន៍ពីយើងដែរគឺគេផ្ដល់យុត្តិធម៌មួយទៅឲ្យប្រទេសគេធ្វើការផ្អែកទៅលើភស្តុតាងផ្អែកទៅលើអ្វីដែលប្រទេសទាំងពីរហ្នឹងបានព្រមព្រៀងគ្នាពីអតីតកាលមកហើយមានការទទួលស្គាល់ជាអន្តរជាតិនេះជាអ្វីដែលតុលាការគេធ្វើការមិនចាំបាច់ខ្ញុំក្មេងជាងលោកឯងទៅបញ្ជូលនោះទេទាំងដែលខ្ញុំមិនបានធ្វើការជាមួយនឹងផ្នែកនយោបាយទាំងអស់ហ្នឹងផងប៉ុន្តែខ្ញុំអាចយល់ខ្ញុំអាចគិតយល់បានអញ្ចឹងហើយបានថាមិនចាំបាច់ប៊ុនស៊ីនផាខ្លាំងប្រើអាវុធមិនចាំបាច់ប្រទេសសៀមវាយអីនោះទេបើយល់ឃើញថាប្រទេសខ្មែរពិតជាបានលួចដីរបស់សៀមមែនតោះរៀបចំឯកសារដាក់ទៅ ICJ ប្តឹងតវ៉ាគ្នាទៅប៉ុន្តែសៀមដឹងខ្លួនច្បាស់ណាស់ថាខ្មែរមិនបានឈ្លានពានដីរបស់ខ្លួនទេហើយខ្លួនកំពុងតែធ្វើទង្វើឈ្លានពានទឹកដីរបស់ខ្មែរទៅវិញទេទាំងដែលពេលខ្លះនោះភ្លាត់មាត់និយាយថាខ្លួនបានឈ្លានពានប្រទេសខ្មែរមែនដល់តែពេលប្រជាជនជេរខ្លាំងពេកទៅក៏យកមកកែពាក្យសម្ដីវិញនេះគឺជាចរិតដ៏ថោកទាបក្នុងនាមជាអ្នកនយោបាយមួយរូបដែរបាទទៅមុខទៀតបាទហើយនៅក្នុងនោះ The Nation Thailand ក៏គេទៅសេបន្តទៀតថាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកម្លាំងប្រទេសទាំងពីរបានផ្ទុះឡើងនៅថ្ងៃទី24ខែកក្កដានៅតំបន់ព្រំដែនដែលមានចំនួនជាពិសេសនៅក្បែរប្រាសាទបុរាណដូចជាប្រាសាទតាមាន់ធំបាទប្រាសាទតាក្របីក៏ដូចជានៅតំបន់ជុំវិញប្រាសាទព្រះវិហារបាទមិនត្រឹមតែនៅតំបន់ទេបាទសៀមថែមទាំងទម្លាក់គ្រាប់កំទេចប្រាសាទព្រះវិហារយើងទៀតគោកបរៈទីប្រមាណនេះមិនដឹងទេខ្ទេចអស់ហើយប្រហែលជាគោកបរៈទី5មើលទៅបាទគោកបរៈទី4និងទី5គឺសៀមបានទម្លាក់គ្រាប់កំទេចហើយ
ហើយនៅមកដល់ពេលនេះ UN UNESCO ក៏មិនទាន់ឃើញកម្រាស់ដៃកម្រាស់ជើងដើម្បីធ្វើការផ្ដន្ទាទោសចំពោះទង្វើកក្លឿនរបស់សៀមដែលបានបំផ្លិចបំផ្លាញប្រាសាទដែលជាសម្បត្តិរបស់ UNESCO ផងដែរបាទមិនដឹងជាធ្វើការងារអីទេ UNESCO បាទអញ្ចឹងយើងឃើញថាសៀមគឺបានបំផ្លិចបំផ្លាញប្រាសាទបុរាណរបស់ខ្មែរហើយក៏មកនិយាយថានៅតំបន់ជុំវិញអត់មាននៅជុំវិញទេគឺនៅនឹងហ្មងជាពិសេសប្រាសាទព្រះវិហារប្រាសាទតាមាន់ធំប្រាសាទតាបីគឺនៅនឹងហ្មងនេះគឺជាអ្វីដែលសៀមបានបំផ្លាញគឺជាអ្វីដែលសៀមបានឈ្លានពានហើយប្រាសាទទាំងអស់ហ្នឹងសួរថារបស់សៀមមើលទៅមិនកើតបើផែនទីខ្នាត1លើ200,000បានបញ្ជាក់យ៉ាងច្បាស់ថានោះគឺជាប្រាសាទដែលស្ថិតនៅក្នុងទឹកដីខ្មែរហើយមិនក៏ថាខ្លួនឯងមិនទទួលស្គាល់បើអង្គការអន្តរជាតិគេទទួលស្គាល់ហ្នឹងដោះស្រាយគ្នាកាលពីឆ្នាំ2008គឺយើងយកផែនទីខ្នាត1លើ200,000ដើម្បីដោះស្រាយតាមកដល់ពេលនេះគឺយើងអន្តរជាតិគេទទួលស្គាល់ទាំងអស់តែសៀមមិនហ៊ានទទួលស្គាល់ការពិតនៅតែចិញ្ចឹមចិត្តឈ្លានពានទឹកដីរបស់កម្ពុជាបាទលោកប៊ុនស៊ីនបានឆ្លើយបានបង្ហាញថានៅថ្ងៃដំបូងនៃការប៉ះទង្គិចគ្នានេះក្នុងរយៈពេល6ម៉ោងដំបូងបទបញ្ជាត្រូវបានផ្ដល់ឲ្យខ្ញុំតាមរយៈថ្នាក់លើរបស់ខ្ញុំឲ្យឈប់ប៉ុន្តែខ្ញុំជំទាស់នឹងស្នើសុំមេបញ្ជាការដោយផ្ទាល់របស់ខ្ញុំអនុញ្ញាតឲ្យខ្ញុំបន្តប្រយុទ្ធខ្ញុំបានចរចាបែបនេះអស់រយៈពេលជាច្រើនថ្ងៃនេះគេយកយុទ្ធសាស្ត្រថាមេតបនៅក្នុងសមរភូមិមិនចាំបាច់ស្ដាប់បញ្ជាស្ដាច់ទេណាបាទហើយវាស្របពេលនឹងផងដែររដ្ឋាភិបាលសៀមក៏អត់មានអំណាចអីដើម្បីទៅបញ្ជាការទៅលើពួកកងទ័ពនឹងទៀតកាលនោះមិនបាច់តែកលហើយកាលណាក៏ដូចកាលណាដែរគឺថារដ្ឋាភិបាលរបស់សៀមគ្មានអំណាចនៅក្នុងការបញ្ជាសិទ្ធិកងទ័ពទេចង់វាយចង់ដកចង់ធ្វើអីមួយគឺអាស្រ័យទៅលើក្បាលបាល់របស់ពួកកងទ័ពទាំងអស់អញ្ចឹងសៀមមេដឹកនាំរបស់សៀមពោលគឺនាយករដ្ឋមន្ត្រីសៀមគឺជានាយករដ្ឋមន្ត្រីដែលគ្មានអំណាចទេវាអាស្រ័យទៅលើការក្លុករបស់ពួកកងទ័ពសៀមតែប៉ុណ្ណឹងហើយមកដល់ពេលនេះក៏ដូចគ្នាដែរឯណាទៅពាក្យថាដោះស្រាយត្រឹមតែ4ខែរួចរាល់អនុទានគ្មានធ្វើស្អីកើតសូម្បីតែបន្តិចជាមួយនឹងកងទ័ពក្រៅពីទ្រពងរបស់កងទ័ពហើយគឺថាអនុទានគឺគ្មានធ្វើស្អីបានទេជានាយករដ្ឋមន្ត្រីដែលអសមត្ថភាពខ្លាំងបំផុតដែលខ្ញុំមិនដែលឃើញមានទេបាទមិនដែលឃើញមានតែម្ដងអញ្ចឹងបើក្រៅពីអួតហើយនឹងក្រៅពីនិយាយផ្លែផ្កាឲ្យប្រទេសកម្ពុជាដើម្បីបានប្រជាប្រិយភាពរបស់ខ្លួនឯងខ្ញុំមើលមិនឃើញសមត្ថភាពរបស់អនុទានថាអាចធ្វើអីបាននោះទេហ្នឹងហើយក្នុងនាមជានាយករដ្ឋមន្ត្រីនឹងជាអ្នកនយោបាយនៅក្នុងប្រទេសសៀមបាទហើយខាងនោះក៏គេខាង The Nation សរសេរបន្តទៅថាបន្ទាប់ពីប្រយុទ្ធអស់រយៈពេល4ថ្ងៃបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌត្រូវបានសម្រេចរវាងប្រទេសទាំងពីរនៅថ្ងៃទី28ខែកក្កដាឆ្នាំ2025ក្រោមសម្ពាធការទូតអន្តរជាតិបាទត្រូវហើយបើសិនជាកាលនោះគ្មានសម្ពាធការទូតទេគឺថាប្រហែលជាសង្គ្រាមគឺនៅតែបន្តដល់ពេលនេះកន្លែងនេះគឺយើងមើលឃើញថាភាពស្ងាត់ក៏ប៉ុន្តែមិនស្ងៀមរបស់កម្ពុជាវាផ្ដល់ជាផលវិជ្ជមានហើយបើសិនជាយើងនៅតែបន្តប៉ះដៃកាត់ដៃប៉ះជើងកាត់ជើងពុកម៉ែបងប្អូនមិនដឹងថាមកដល់ពេលនេះសមាជិករបស់ពុកម៉ែបងប្អូនមិនដឹងថាមកដល់ពេលនេះកូនរបស់ពុកម៉ែបងប្អូននៅតែបន្តដេកត្រាំផុកនៅក្នុងភ្នក់ភ្លើងសង្គ្រាមដល់ពេលណាទេយើងជាអ្នកដែលមិនមែនស្ថិតនៅក្នុងសមរភូមិយើងជាអ្នកជួរក្រោយយើងចេះតែស្រែកថាម៉េចក៏មិនវាយទៅម៉េចក៏មិនបាញ់ទៅក៏ប៉ុន្តែសួរថាបើសិនជាគេហុចកំភ្លើងឲ្យអ្នកទាំងអស់គ្នាទៅបាញ់ហ៊ានទេអ្នកដែលនិយាយទាំងអស់នោះនិយាយនេះមិនមែនជាការបញ្ឆេះក៏ជាការផ្ដឺផ្លែផ្កាទៅវិញទេប៉ុន្តែខ្ញុំចង់និយាយថាសន្តិភាពគឺជាអ្វីដែលយើងត្រូវការសន្តិភាពគឺជាអ្វីយើងប៉ុន្តែបើសិនជាចាំបាច់ត្រូវតែមានសង្គ្រាមខ្ញុំក៏មិនខ្លាចក្នុងការពលីក្នុងការចូលរួមក្នុងសង្គ្រាមដែរប៉ុន្តែយុទ្ធសាស្ត្រនៃការធ្វើការទូតបែបនេះគឺជាយុទ្ធសាស្ត្រមួយដែលយើងសង្គ្រោះជីវិតមនុស្សរាប់ម៉ឺនរាប់សិបអ្នកដែលអត់ដឹងអីនោះមិនឲ្យបាត់បង់ជីវិតដោយសារតែភ្លើងសង្គ្រាមព្រមដល់ឆ្នាំ2025ហើយវាមិនគួរណានៅតែបន្តមានបញ្ហាព្រំដែនដូចដែលសម័យពីមុនប្រទេសពិភពលោកគ្មានសម្ដាប់ធ្នាប់ទេយើងមានតុលាការអន្តរជាតិយើងមានអង្គការអន្តរជាតិធំៗជាច្រើនដែលអាចដោះស្រាយបញ្ហាហ្នឹងអញ្ចឹងយើងជ្រើសរើសយកបញ្ហាឬក៏ការដោះស្រាយតែបែបការទូតវាតឹងទ្រូងវាយូរបន្តិចក៏ប៉ុន្តែវាសន្តិភាពបាទវាសន្តិភាពយើងក៏បន្តទៀតដែរថាមិនមែនយើងទេលោកប៊ុនស៊ីនក៏បន្តទៀតដែរថាដោយសារតែខ្ញុំបដិសេធមិនឈប់បាញ់អ្នកដែលបានចេញប័ណ្ណបញ្ជាត្រូវតែត្រឡប់ទៅពិចារណាឡើងវិញដូច្នេះខ្ញុំមិនបានបញ្ឈប់ការប្រយុទ្ធទេប្រសិនបើខ្ញុំបានប្រាប់ទាហានរបស់ខ្ញុំឲ្យឈប់ខ្ញុំនឹងត្រូវលាតត្រដាងថាអ្នកណាជាអ្នកផ្ដល់ប័ណ្ណបញ្ជាហើយអ្នកនោះនឹងមិនអាចនៅប្រទេសនេះបានទៀតទេវ៉ាវខ្លាំងម្ល៉េះអញ្ចឹងមានន័យថាស្ដេចរបស់វានឹងក៏មិនបាច់នៅក្នុងប្រទេសដែរបាទពីព្រោះអីខ្ញុំជឿជាក់យ៉ាងច្បាស់ថាបកគោណារបស់សៀម
còn nơi không thật nó không sạch đường tận ở đây chẳng nó không ca bản chia nằm bay ở chụp bánh như bản chụp bánh còn tới từ miền ca chlongอยู่ ball ពី បកូណាដែរអញ្ចឹងបើសិនជាវានិយាយដល់ភាសាបែបហ្នឹងមានតែសូម្បីតែបកូណារបស់សៀមក៏មិនបាច់នៅក្នុងប្រទេសដែរបើសិនជាបាត់ជប់បាញ់នឹងវាធ្វើតាមមែនក៏ខ្លាំងម្ល៉េះប៊ុនស៊ីនផាខ្លាំងម្ល៉េះជាពីណាគេនោះវាគ្រាន់តែជាឆ្កែមួយតែដែលត្រូវបានគេប្រើដើម្បីយាមផ្ទះនោះគេចង់ដកវាក្បត់ចោលពេលណាក៏បានមិនចាំបាច់សម្ដីក៏ថ្លោសម្ល៉េះអូយលោកហើយលោកសិតតែស្អីណាបើខ្ញុំប្រសិនបើខ្ញុំត្រាប្រាប់ទៅហ៊ានខ្ញុំឲ្យជប់បាញ់ខ្ញុំត្រូវប្រាក់លាតត្រដាងថាអ្នកណាជាអ្នកផ្ដល់បទបញ្ជាហើយអ្នកនោះនឹងមិនអាចនៅក្នុងប្រទេសនេះបានទេជួយម៉ែដល់ពេលវានិយាយចឹងទៅសួរថានរណាគេជាមេអ្នកណាទៅគឺជាថ្នាក់ដឹកនាំកម្ពុជានៅក្នុងប្រទេសសៀមមួយថ្ងៃនេះសម្ដីនេះណាវាស្មើនឹងសម្ដីក្បត់ជាតិសម្ដីនេះក្បត់ជាតិតែហ្មងបាទត្រឹមតែជាមេភូមិភាគហើយមិនស្ដាប់បទបញ្ជារបស់មេបញ្ជាការមិនស្ដាប់បទបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិណាបាទហើយមកនិយាយឡងទៅវិញស្អាតតែមិនអាចនៅក្នុងប្រទេសបានបើសិនជាគាត់ធ្វើតាមបទបញ្ជាជប់បាញ់ជុំជួយម៉ែកតេកតើដល់ឡាមួយនេះវូយថ្នាក់ទីម៉ាណាអូនណាហើយdia tak timan បាទហើយបាទឃ្លាំងក៏បានបន្ថែមទៀតថានេះគឺដោយសារតែខ្ញុំចង់ដណ្ដើមយកទឹកដីមកវិញប៉ុន្តែអ្នកនោះបានប្រាប់ខ្ញុំឲ្យឈប់នោះគឺស្មើនឹងសារក្រមប្រហារជីវិតសម្រាប់ពួកគេចុយម៉ាយពិតជាសាហាវមែនបាទចង់ដណ្ដើមយកទឹកដីត្រឡប់វិញកុំប្រើពាក្យថាដណ្ដើមទឹកដីយកទៅវិញខ្ញុំចង់ឈ្លានពានទឹកដីកម្ពុជាណែនិយាយចេះបានវាត្រូវពីព្រោះជាក់ស្ដែងគឺសៀមចង់ឈ្លានពានទឹកដីកម្ពុជាទេមិនមែនដណ្ដើមដីដែលកម្ពុជាឈ្លានពានអត់ទេកម្ពុជាឯណាទៅឈ្លានពានបាទអាណាចក្រខ្មែរតាំងពីប្រព័ន្ធណានៃរួញមកសល់ប៉ុណ្ណេះយើងទៅឈ្លានពានគេល្មិចវៃឈ្លានពានតាំងពីដីប្រព័ន្ធណាប្រព័ន្ធណីរហូតមកសល់ប៉ុណ្ដីប៉ុណ្បាតដៃនេះឈ្លានពានហ្នឹងវាដូចជាអាណៃអណន្តពេកណាបាទហើយប្រទេសសៀមឡើងប៉ុណ្ណាណីកងទ័ពសៀមឡើងមិនចេះតិចហើយយើងទៅឈ្លានពានវាយ៉ាងម៉េចវៃបាទរៀននិយាយឲ្យវាមានសច្ចៈតិចទៅវើយធ្វើជាមនុស្សគេដែរបើទោះបីជានិយាយភាសាផ្សេងគ្នាយ៉ាងហោចណាស់ក៏លួចវប្បធម៌លួចអរិយធម៌ខ្មែរទៅដែរបាទអរិយធម៌វប្បធម៌ខ្មែរគឺបង្រៀនមនុស្សឲ្យមានភាពស្មោះត្រង់ឲ្យមានភាពត្រឹមត្រូវមិនគួរណាឯងយកទៅបំភ្លៃកលៃខ្លាយទៅជាបាយបិណ្ឌប្រឡំបាយបាត់ចឹងសោះឡើយអើយបាទគោរពពុទ្ធសាសនាដូចគ្នានិយាយពាក្យពិតតិចមកប្រយ័ត្នងាប់ទៅធ្លាក់នរកសូម្បីព្រះស្អាមេត្រីទេសនាក៏មិនលឺដល់ណាបាទហើយលោកប៊ុនស៊ីនក៏បានបន្ថែមថាអ្នកដែលបានផ្ដល់បទបញ្ជានោះប្រហែលជាមានចេតនាល្អដោយមានគោលបំណងការពារការបាត់បង់ជីវិតបាទលោកប៊ុនស៊ីនមិនបានបញ្ចេញឈ្មោះអិសរាជជនរដ្ឋាភិបាលដែលបានណែនាំអគ្គបញ្ជាការរងកងទ័ពភូមិន្ទសៀមឲ្យបញ្ជាលោកឲ្យបញ្ឈប់ប្រតិបត្តិការនោះទេនៅពេលដែលលោកភូមិឋានវិឆាយាឆៃនេះបាទជានាយករដ្ឋមន្ត្រីស្ដីទីហើយលោកឧត្តមសេនីយ៍ណត្តផលណភនិតនេះជារដ្ឋមន្ត្រីការពារជាតិជុំមានពីណាចេញបញ្ជាក្រៅពីមេបរឯងហ្នឹងហើយមេបរឯងហ្នឹងក៏ទទួលបញ្ជាពីថ្នាក់ដឹកនាំកម្ពុជាទៅគ្មាននរណាគេក្រៅពីនេះនឹងឯងថ្នាក់ដឹកនាំកម្ពុជារបស់ខ្លួនឯងហ្នឹងហើយសិតតែមិនព្រមបញ្ចេញឈ្មោះរឿងកងទ័ពណែកងទ័ពរឿងកងទ័ពពាក្យថាកងទ័ពអាម៉ាត់នេះណាស្ដាប់បញ្ជាមេដល់មិនចាំបាច់សួរហេតុផលទេបើមេបញ្ជាឲ្យងាប់គឺងាប់ជារស់សម្ដីកងទ័ពប័ណ្ណបញ្ជាកងទ័ពគឺធ្ងន់ដូចភ្នំមិនមែនអ្នកឯងត្រឹមតែជាមេភូមិភាគអងអាត់ខ្លាំងម្លេះមិនមេទ័ពធំដឹកនាំប្រចាំប្រទេសណាបាទហើយខ្ញុំជឿតែបញ្ជាទាំងអស់នេះបកគោណារបស់សៀមក៏មានពាក់ព័ន្ធដែរហើយក៏មិននិយាយភាសាអីក្បត់ជាតិម្លឹងនោះវើយងាប់ស្ដាប់បើទៅដូចខ្លួនឯងនោះមហោសច្ចាដល់កណត់បើវាអត់ល្ងាវទេថ្ងៃអត់រះមែនណានេះគិតតែខ្លួនឯងមន់គោកណាបាទនេះហើយប៊ុនស៊ីនគេបាននិយាយទៀតថាលោកជឿថាបទបញ្ជាឈប់បាញ់នេះត្រូវបានដកចេញដោយសារតែកម្ពុជាបានបាញ់មុននឹងបានធ្វើកំហុសយុទ្ធសាស្ត្រលោកបន្ថែមថាកម្ពុជាប្រហែលជាមិនបានរំពឹងថាការប្រឈមមុខដាក់គ្នាក្នុងរយៈពេលយូរនោះទេហើយមានបំណងបង្កឲ្យមានផលប៉ះទង្គិចគ្នាខ្លីមួយដើម្បី
នាំករណីនេះទៅកាន់តុលាការអន្តរជាតិ ICJ ទោះជាយ៉ាងណាកងទ័ពថៃបានប្រយុទ្ធអស់រយៈពេល4ថ្ងៃដោយបានដណ្ដើមយកមកវិញនៅដីជាច្រើនដែលកាន់កាប់ដោយកងកម្លាំងកម្ពុជាពីមុនមកខ្មែរណាទៅឆ្លៀនពៀនសៀមខ្មែរណាទៅចាប់ផ្ដើមមុនហើយស្អីគេសិតតែយើងនឹងបង្កករណីហ្នឹងដើម្បីយកលេសទៅកាន់ ICJ អូយគេប្តឹងទៅ ICJ មិនបាច់បាញ់គ្នាជាមួយហើយក៏គេឈ្នះដែរគេធ្វើការងារទៅដល់ ICJ គេមានផុសតាងគេគ្រប់គ្រាន់ហើយត្រឹមតែផែនទីຂະຫນາດ1លើ 200,000 តែមួយគឺគ្រប់គ្រាន់សម្រាប់ក្នុងការដាក់មិនទម្ងន់ទុកទោសទៅដល់ប្រទេសសៀមមិនចាំបាច់ឡើយពលីបូជាជីវិតយុទ្ធជនរបស់យើងនោះទេរៀនគិតឲ្យវែងឆ្ងាយតិចទៅកុំគិតខ្លីជាងអាដេញសមោលកុំគិតខ្លីជាងអាដេញចុងច្រមុះខ្លួនឯងពេកគំនិតដែលអាចគិតចេញបែបនេះមានតែមនុស្សថោកទៀតដោយប៊ុនស៊ីនផាកខ្លាំងទេបាទទើបបានគិតចេញសម្រាប់ប្រទេសខ្មែរមួយគេគិតមិនចេញទេពីព្រោះខ្មែរនេះបើនិយាយទៅគឺត្រង់ប្រទេសខ្មែរគឺត្រង់មិនមែនតែថាខ្ញុំខ្មែរបើខ្ញុំនិយាយអញ្ចឹងដែរទេយើងមើលសកម្មភាពដែលយើងធ្វើកន្លងមកគឺវាអញ្ចឹងមែនបើយើងពិតជាចង់វាយមែនណាម្លោះសៀមនៅតាមបន្ទាត់ព្រំដែនហ្នឹងរត់អត់រួចទេពីព្រោះអ្នកដែលចាំវាយគេនិងអ្នកដែលមិនដឹងខ្លួនឲ្យគេវាយវាងាប់វាតដៃអត់ទាន់ទេប៉ុន្តែយើងមិនបានទៅចង់វាយឯណាយើងដាក់ពាក្យបណ្ដឹងទៅ ICJ តាំងពីមុនផ្ទុះសង្គ្រាមព្រោះយើងមិនចង់ឲ្យមានសង្គ្រាមវាបានផ្ទុះឡើងហើយដល់ទៅពេលសៀមយកអាលេសកន្លែងហ្នឹងមកថាឯងហ្នឹងចង់ឯណាបានជាផុសបង្កទៅជាករណីប៉ះទង្គិចខ្លីយកទៅ ICJ អានេះគឺតើឯងសុំទៅសារកលិតស្មោករោគឯងធ្វើមិនក៏រនឹកឃើញទេពួកឯងនេះសុំទៅសារមែនបាទអញ្ចឹងនេះគឺជាការលើកឡើងរបស់ប៊ុនស៊ីនផាតខ្លាំងបាទហើយនៅក្នុងនឹងផងដែរខ្ញុំក៏បានលើកយកការវិភាគរបស់ page មួយដែលខ្ញុំចូលចិត្តការវិភាគរបស់គាត់មែនទែនដែលឈ្មោះថា The Midnight ហ្នឹងបាទគឺគាត់បានវិភាគជុំវិញបញ្ហាដែលប៊ុនស៊ីនផាតខ្លាំងហ្នឹងគាត់លើកឡើងបាទគឺលោកបាទឃ្លាំងនឹងលើកឡើងអញ្ចឹងមកឥឡូវខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនបន្តិចទៀតទៅមើលថាតើគាត់បានវិភាគនឹងលើកឡើងអ្មេចដែរជុំវិញនៃការលើកឡើងរបស់មេភូមិពីហ្នឹងណាពុកម៉ែបងប្អូនបាទអញ្ចឹង Midnight ក៏បានធ្វើការវិភាគដោយដាក់ចំណងជើងធំថាអតីតមេបញ្ជាការកងទ័ពតំបន់ទី2នេះឧត្តមសេនីយ៍តូប៊ុនស៊ីនបាតឃ្លាំងផាត់ខ្លាំងខ្ញុំហៅវាបាតឃ្លាំងណាបាននិយាយនៅក្នុងសិក្ខាសាលាមួយថាលោកបានបំពេញបទជបាញ់របស់រដ្ឋាភិបាលរបស់លោកត្រឹមតែ6ម៉ោងប៉ុណ្ណោះបន្ទាប់ពីការប៉ះទង្គិចគ្នានៅលើព្រំដែនកាលពីខែកក្កដាឆ្នាំ2025លោកបាននិយាយថាលោកចង់ដណ្ដើមយកមកវិញនៅទឹកដីដែលត្រូវបានរំលោភបំពានដោយកងទ័ពកម្ពុជារួមទាំងតំបន់ជុំវិញប្រាសាទតាក្របីផងដែរប្រយោគតែមួយនេះដែលត្រូវបានបង្ហាញជាភាពក្លាហានតាមពិតគឺជាការទទួលស្គាល់ភាពវឹកវរបាទវានិយាយពីស្ថានភាពដែលខ្សែសង្វាក់បញ្ជាបាទរបស់រដ្ឋមួយបានបំបែកនៅក្នុងពេលដែលការទូតព្យាយាមបិទរបួសនៃសង្គ្រាមវាក៏បង្ហាញពីរបៀបដែលវប្បធម៌យោធារបស់សៀមក្នុងរយៈពេលជាច្រើនទសវត្សរ៍បានធ្វើឲ្យការបំពេញคล้ายទៅជាគោលលទ្ធិបាទដែលជាទម្លាប់នៃការប្រយុទ្ធមុននឹងសំទុះតាមក្រោយបាទចឹងយល់ឃើញថាអញ្ចឹងដែរទៅទេពុកម៉ែបងប្អូនបាទនៅក្នុងប្រយោគយ៉ាងខ្លីមួយហ្នឹងគឺវាបង្ហាញអំពីអីបង្ហាញទទួលស្គាល់ពីភាពវឹកវរចឹងកន្លែងហ្នឹងខ្ញុំក៏គិតមើលបន្តិចទៅក៏យើងឃើញថាដូចជាត្រូវមិនក៏ខ្ញុំបានថានិយាយថាប្រយោគហ្នឹងវាហាក់ដូចជាទទួលស្គាល់នូវភាពវឹកវរហើយវាត្រូវពីព្រោះអញ្ចេះសម្ដីរបស់ប៊ុនស៊ីនផាខ្លាំងដូចខ្ញុំនិយាយខាងលើអញ្ចឹងវានិយាយមកគឺថាហាក់ដូចជាវានឹងគឺកាន់អំណាចកំពូលវាគឺស្ថិតនៅលើមនុស្សគ្រប់រូបទាំងអស់សូម្បីតែស្ដេចរបស់វាអានេះសម្ដីវាទី1អញ្ចឹងវាបង្ហាញឲ្យឃើញថាត្រឹមតែមេភូមិភាគទី2តែប៉ុណ្ណោះវាហ៊ានប្រើសិទ្ធិអំណាចរបស់វាអាចគ្របទៅដល់ស្ដេចអញ្ចឹងបងប្អូនអាហ្នឹងមួយផ្នែកក្រឡេកទៅមើលមួយផ្នែកទៀតនៃខាងរដ្ឋាភិបាលទទួលបានសញ្ញាឆ្នោតពីប្រជាពលរដ្ឋក៏ប៉ុន្តែគ្មានអំណាចនៅក្នុងការគ្រប់គ្រងរឿងធំៗក្នុងប្រទេសជាពិសេសគឺមិនអាចមានសិទ្ធិគ្រប់គ្រងកងទ័ពឃើញទេហើយក្រឡេកទៅមើលក្នុងនយោបាយបើយើងនិយាយដាច់ឡែកក្រឡេកទៅមើលក្នុងសាច់រឿងនយោបាយអានោះវិញក្នុងរយៈពេល1ឆ្នាំក្នុងរយៈពេលមួយអាណត្តិនេះដូរប្រហែលហើយបាទដូរឡើង
4 bà 4 នាយករដ្ឋមន្ត្រីដូរ4បើសិនទាំងរាប់ទាំងនាយករដ្ឋមន្ត្រីស្ដីតិច4កន្លះអញ្ចឹងអានេះហើយគឺជាភាពវឹកវរបាទឥឡូវយើងមកមើលទៅមុខទីសិនតោះភាពបំពេញនឹងមនោគមវិជ្ជានៅពេលដែលមានបញ្ជាការម្នាក់ទទួលស្គាល់ជាសាធារណៈនៅការមិនស្ដាប់ប្រកបវាមិនមែនគ្រាន់តែជាភាពស្មោះត្រង់ធម្មតាទេវាគឺជាមនោគមវិជ្ជាការបំពេញរបស់លោកបាទឃ្លាំងសមស្របទៅនឹងខ្សែបន្តដល់យូរអង្វែងចាប់ពីពេលសារក្រមប្រាសាទព្រះវិហារឆ្នាំ1961រហូតដល់ការប្រឈមមុខដាក់គ្នារវាងតាក្របីនិងតាមាន់នៅឆ្នាំ2011ដែលជាកន្លែងដែលស្វ័យភាពសមរភូមិបានคล้ายទៅជានិមិត្តសញ្ញានៃចិត្តនិយមបាទអញ្ចឹងយើងឃើញថាតំបន់តាប្រាសាទតាមាន់និងតាក្របីនេះគឺជាតំបន់ស្វ័យភាពសមរភូមិមានន័យថាតំបន់កន្លែងហ្នឹងយោធាមានសិទ្ធិអាចធ្វើអីក៏បានគេផ្ដល់សិទ្ធិធំទៅឲ្យពួកយោធាសៀមណាខ្ញុំនិយាយខាងសៀមណាបាទគឺគេផ្ដល់សិទ្ធិធំទៅឲ្យយោធាគេនៅខាងហ្នឹងធ្វើអីក៏បានដែរឲ្យតែខ្លួនគិតថាត្រូវអញ្ចឹងហើយបានជាវាហ៊ានលួចលបបាញ់សម្លាប់យុទ្ធជនកម្ពុជារបស់យើងពីព្រោះអីវាមានសិទ្ធិធ្វើបានបាទបន្តទៅទៀតគឺដណ្ដើមយកមកវិញដែលពាក្យគេហៅថា reclaim ហ្នឹងគឺជាពាក្យដែលកើតឡើងម្ដងហើយម្ដងទៀតវាសន្មត់ទុកជាមុននៅភាពជាម្ចាស់ភាពពិសិដ្ឋនិងជោគវាសនាវាប្រែคล้ายដីដែលមានចំនួនទៅជាការចងចាំដ៏ពិសិដ្ឋរាល់ពេលដែលសង្គ្រាមរាល់ពេលដែលមន្ត្រីសៀមប្រាវាភាពស្របច្បាប់បានដួលរលំនៅក្រោមទម្ងន់នៃទេវកថាបាទទេវកថាហ្នឹងមានន័យថាម៉េចមានន័យថាការនិទានរឿងរបស់សៀមអញ្ចឹងណាអញ្ចឹងគេតែងតែនិទានរឿងប្រាប់ទៅដល់កូនចៅគេថាប្រាសាទតាមាន់ប្រាសាទតាក្របីនិងតំបន់ផ្សេងប្រាសាទព្រះវិហារហ្នឹងគឺជារបស់សៀមដែលខ្មែរយើងឈ្លានពានយកទៅរហូតដល់តែគេនិយាយថាណែអង្គរវត្តហ្នឹងក៏ជារបស់សៀមដែរដែលខ្មែរយើងបានឈ្លានពានយកទៅប៉ុន្តែសួរថាតើការដែលធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃសៀមហ្នឹងដោយសារតែកត្តាអីមុននឹងវាយ៉ាងម៉េចក្រោយមកវាយ៉ាងម៉េចសៀមអត់ហ៊ាននិយាយនៅពេលដែលបារាំងមកចាប់ផ្ដើមមកគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជាប្រាសាទអង្គរវត្តគឺជារបស់ខ្មែរនិយាយទៅតាំងពីដើមពីដៃមកគឺជារបស់ខ្មែរប៉ុន្តែនៅពេលដែលជប៉ុនចាប់ផ្ដើមមកចូលធ្វើការឈ្លានពានក៏ដូចជាគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជាប្រាសាទអង្គរវត្តនេះត្រូវបានជប៉ុនកាត់ទៅឲ្យសៀមក៏ប៉ុន្តែក្រោយមកជប៉ុនចាញ់សង្គ្រាមលោកទើបបានបារាំងឡើងមកគ្រប់គ្រងប្រទេសខ្មែរវិញហើយទាញយកទឹកដីទាំងអស់នឹងត្រឡប់មកឲ្យខ្មែរយើងវិញរឿងហ្នឹងគឺអញ្ចឹងតែសៀមអត់និយាយអញ្ចឹងទេគេនិយាយតែកំឡុងពេលដែលជប៉ុនកាត់ឲ្យហ្នឹងទេអាមុនហ្នឹងអាក្រោយហ្នឹងវាអត់និយាយទេណែវាអញ្ចឹងណាវាអត់និយាយទេបាទនេះហើយជាទេវកថាដែលគេនិទានទៅប្រាប់ទៅកាន់កូនចៅរបស់ពួកគេណាបាទសន្ទរកថារបស់លោកនៅនគររាជសីមាមិនមែនជាការឆ្លុះបញ្ចាំងក្រៅរឿងនោះទេវាគឺជាល្ខោនសម្រាប់ទស្សនិកជនក្នុងស្រុកដែលចង់សរសើរឡើងវិញនៅភាពអាម៉ាស់ជាវីរភាពសង្គ្រាមបានបញ្ចប់នៅលើក្រដាស់នៅម៉ោង 18 ល្ងាចបាទនោះនៅពេលដែលអ្នកសង្កេតការអាស៊ានបានកត់ត្រាបទឈប់បាញ់នៅទីក្រុងកូឡាឡាំពូ6ម៉ោងក្រោយមកលោកអះអាងថាមិនបានអើពើនឹងសន្តិភាពនោះហើយបានបន្តទៅមុខពេលវេលានោះមានសារៈសំខាន់ការបះបោររបស់លោកមិនមែនប្រឆាំងនឹងកម្ពុជាទេប៉ុន្តែប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិលដែលចេញបទបញ្ជាឆ្ងាញ់ទេពុកម៉ែបងប្អូនបាទអញ្ចឹងការកន្លែងហ្នឹងនេះគាត់ប្រាប់ពាក្យថាបះបោពុកម៉ែបងប្អូនបាទត្រូវពាក្យហ្នឹងគឺត្រូវសម្រាប់អ្វីដែលប៊ុនស៊ីនផាខ្លាំងវាធ្វើនឹងការប្រឆាំងជាមួយនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលនៃបទជប់បាញ់ហ្នឹងគឺស្មើនឹងការបះបោបាទអញ្ចឹងការបះបោហ្នឹងមិនមែនប្រឆាំងជាមួយនឹងកម្ពុជាយើងទេគឺវាប្រឆាំងជាមួយនឹងបញ្ជារបស់រដ្ឋាភិបាលវាគ្រាន់តែថាយើងនេះវារងគ្រោះព្រោះតែពួកវាប្រើយើងក្នុងជាក្របអុកបាទជាក្របអុកវាបលែងលេងជាមួយយើងហ្មងពុកម៉ែបងប្អូនបាទវាបង្ហាញពីរោគសាស្ត្រកាន់តែជ្រៅគឺកងទ័ពដែលបម្រើគំនិតនៃប្រជាជាតិច្រើនជាងរដ្ឋាភិបាលនៃប្រជាជាតិបាទបន្តទៀតគឺនិយាយពីភាពបែកបាក់ផ្ទៃក្នុងរបស់ប្រទេសសៀមនៅក្នុងប្រទេសសៀមភាពបែកបាក់3យ៉ាងបានរីកធំឡើង
ក្រោមពាក្យសម្ដីរបស់លោកទី1ភាពបែកបាក់រវាងស៊ីវិលនិងយោធាបាទទីក្រុងបាងកកគ្រប់គ្រងដោយច្បាប់ចំណែកឯកងទ័ពគ្រប់គ្រងដោយមនោសញ្ចេតនាឃើញទេពុកម៉ែបងប្អូននេះជាភាពបែកបាក់របស់សៀមទី1ភាពបែកបាក់ទី2គឺភាពបែកបាក់ការចងចាំរបស់បញ្ជាការកងទ័ពទី2បានទុកនៅការខឹងសម្បាពីការបរាជ័យកាលពីមុនជាយូរមកហើយការប្រើពាក្យរបស់លោកបានធ្វើឲ្យរបួសរួមនោះកើតឡើងវិញបាទអញ្ចឹងនៅឯភូមិភាគ2គឺថាខំវាយចង្អប់ចង្រោះយកដីតែ1មីលីម៉ែត្រអត់បានចុងក្រោយគ្រាន់តែចុះកិច្ចព្រមព្រៀងกระดาษសបាទกระดาษសអសខ្មៅមួយសន្លឹកបញ្ហាទាំងអស់នោះគឺត្រូវតែបញ្ចប់អញ្ចឹងភាសារបស់បាទឃ្លាំងវាទៅវិញនេះបាទគឺដូចទៅឆ្កឹះរបួសនឹងអាគេកំពុងតែខឹងនឹងគណៈពេលដែលប្រទេសទាំងពីរខំប្រឹងពន្លត់ភ្លើងសង្គ្រាមតែអាបាទឃ្លាំងវាព្យាយាមយកភ្លើងទៅអុចឲ្យខឹងសម្បាឲ្យកងទ័ពខឹងសម្បាត្រឡប់មកវិញនេះជាការបែកបាក់ទី2ការបែកបាក់ទី3ភាពបែកបាក់នៃការបន្តនយោបាយដោយនិយាយពីរដ្ឋាភិបាលមុនលោកបង្ហាញពីការផ្លាស់ប្ដូរភក្តីភាពក្រោមរដ្ឋាភិបាលអនុทินថ្មីដែលជាការព្រមានថាភាពស្មោះត្រង់អនុវត្តតាមមនោគមវិជ្ជាមិនមែនស្ថាប័ននោះទេឃើញទេអញ្ចឹងគេនៅតែអាឡោះអាឡៃជាមួយនឹងរដ្ឋាភិបាលចាស់របស់គេបាទមិនមែនអនុทินទេអញ្ចឹងអនុทินត្រូវតែប្រយ័ត្នខ្លួនបាទក្នុងនោះ The Midnight ក៏បាននិយាយអំពីផលចំណេញរបស់កម្ពុជាក្នុងសង្គ្រាមរវាងច្បាប់និងរឿងព្រេងចំពោះកម្ពុជាការសារភាពនេះមិនមែនជាការបង្កហេតុទេប៉ុន្តែជាការផ្ទៀងផ្ទាត់ភ្នំពេញបានផ្ទៀងផ្ទាត់ការអនុវត្តរបស់ខ្លួនរួចហើយតាមរយៈគណៈកម្មការព្រំដែនរួមបានកត់ត្រាការដកទ័ពនិងបានដាក់លិខិតផ្លូវច្បាប់ក្រោមពិធីសារអាស៊ាននៅពេលដែលមេបញ្ជាការថៃម្នាក់ក្រោយមកទទួលស្គាល់ថាលោកបានបដិសេធលក្ខខណ្ឌដូច្នេះកម្ពុជាទទួលបានត្រឹមតែកម្លាំងអានខាងសិលធម៌ប៉ុណ្ណោះប៉ុន្តែថែមទាំងកម្ពុជាទទួលបានមិនត្រឹមតែកម្លាំងខាងសិលធម៌ប៉ុណ្ណោះទេបាទប៉ុន្តែថែមទាំងកម្លាំងនីតិវិធីផងដែរមានន័យថាម៉េចមានន័យថានៅពេលដែលអតីតមេបញ្ជាការម្នាក់សារភាពថាខ្លួនពិតជាបំពេញបទបញ្ជាអញ្ចឹងមែនកម្ពុជាយើងអ្វីដែលយើងចំណេញទី1គឺសិលធម៌មានន័យថាយើងបានគោរពកិច្ចព្រមព្រៀងនឹងយ៉ាងខ្ជាប់ខ្ជួនយើងមិនបានបំពេញអីនោះទេអានេះជាសិលធម៌នៅក្នុងសង្គ្រាមពុកម៉ែបងប្អូននៅក្នុងសង្គ្រាមក៏គេមានក្រមសិលធម៌គេដែរណាមិនមែនចេះតែវាយចេះធ្វើតាមអំពើចេះទេដូចជាការប្រើប្រាស់គ្រាប់បែកចង្កោមការប្រើប្រាស់ផ្សែងពុលអាវុធគីមីផ្សេងៗទាំងអស់ហ្នឹងត្រូវបានហាមឃាត់នៅក្នុងសង្គ្រាមព្រោះនេះជាក្រមសិលធម៌សង្គ្រាមហើយការសម្លាប់ក្មេងការសម្លាប់ស្ត្រីផ្សេងៗអានោះក៏គេមិនអនុញ្ញាតឲ្យធ្វើសង្គ្រាមដែរសម្លាប់ដែរការសម្លាប់ជនស៊ីវិលហ្នឹងគឺសុទ្ធតែអត់ទេពីព្រោះនេះជាក្រមសិលធម៌សង្គ្រាមបាទតែកម្ពុជាយើងឈ្នះកន្លែងហ្នឹងឯងបាទបន្តមកទៀតការទទួលស្គាល់តែមួយនេះនឹងពង្រឹងរាល់តម្រូវការនាពេលអនាគតសម្រាប់ការផ្ទៀងផ្ទាត់តម្លាភាពនិងគណនេយ្យភាពវានឹងប្រែក្លាយវិន័យស្ងប់ស្ងាត់របស់កម្ពុជាទៅជាឧត្តមភាពដែលអាចមើលឃើញហ្នឹងហើយអញ្ចឹងយ៉ាងម៉េចដែរកងទ័ពរបស់យើងទោះបីជាយ៉ាងណាគឺនៅតែស្ដាប់បញ្ជាការមេស្ដាប់កើយពុកម៉ែបងប្អូនគឺអញ្ចឹងខ្ញុំសរសើរមែនទែនសរសើរនៅការស្ដាប់បញ្ជារបស់កងទ័ពយើងគឺថាគាត់មើងម៉ាត់មែនទែនណាពុកម៉ែគិតមើលនៅច្រកអានសេះអាការគេបាញ់យើងអត់តដៃរយៈពេលកន្លះម៉ោងហ្នឹងសួរថាតើយើងថាអូកម្ពុជាយើងមិនអត់តដៃប៉ុន្តែនោះអ្នកដែលនៅក្នុងសង្គ្រាមនឹងផ្ទាល់ហើយយើងអត់តដៃយើងអាវុធនៅក្នុងដៃតែយើងអត់តដៃពីព្រោះដើម្បីគោរពរបស់ច្បាប់តើពួកគាត់នេះទទួលរងខ្ញុំមិនដឹងនិយាយពាក្យមិនអត់ត្រូវទេពុកម៉ែបងប្អូនបាទពីព្រោះថាបទបញ្ជាវាមុំវាខ្លាំងជាងគ្រាប់កំភ្លើងទៅទៀតហើយពួកគាត់អាចស្ដាប់បានណាពុកម៉ែបងប្អូនពួកគាត់អាចស្ដាប់នឹងអាចធ្វើតាមបញ្ជានឹងបានវាជារឿងមួយដ៏អស្ចារ្យមិនធម្មតាទេណាពុកម៉ែបងប្អូនកន្លែងហ្នឹងតែសៀមទៅធ្វើបានទេអត់ទេបាទអត់ទេក្រសួងការបរទេសរបស់ទីក្រុងបាងកកបានប្រញាប់ប្រញាល់បំភ្លឺថាសម្ដីរបស់លោកប៊ុនស៊ីនមិនតំណាងឲ្យគោលនយោបាយផ្លូវការទេដែលជាការប្រតិកម្ម
ការិយាធិបតេយ្យដើម្បីទប់ស្កាត់ការខូចខាតផ្នែកការទូតទោះជាយ៉ាងណាក៏ដោយទង្វើនៃការបដិសេធនោះបានបញ្ជាក់ពីភាពបែកបាក់ដែលលោកបានលាតត្រដាងរាជធានីនិយាយភាសាមួយនៃការអត់ធ្មត់ខណៈដែលតំបន់មេសមរភូមិអនុវត្តភាសាមួយទៀតនៃការសងសឹកឃើញទេពុកម៉ែបងប្អូនបាទខាងបាងកកគេខំប្រឹងនិយាយភាសាមួយដើម្បីឲ្យមានភាពអត់ធ្មត់ប៉ុន្តែនៅឯសមរភូមិប៊ុនស៊ីនផាតខ្លាំងបែរទៅជានិយាយភាសាមួយផ្សេងទៀតដើម្បីឲ្យមានការសងសឹកឃើញអត់ប្រទេសមួយប្រើសម្ដីពីរបាទប្រទេសមួយប្រើសម្ដីពីរមុខមួយនៅខាងទីក្រុងបាងកកនិយាយដើម្បីឲ្យមានភាពអត់ធ្មត់និយាយដើម្បីឲ្យបញ្ចប់សង្គ្រាមក៏ប៉ុន្តែមុខមួយផ្សេងទៀតនៅឯតំបន់សមរភូមិមេភូមិភាគអតីតមេភូមិភាគ2គឺលោកប៊ុនស៊ីនផាតខ្លាំងបែរទៅជាប្រើប្រាស់សម្ដីដើម្បីបញ្ឆេះកំហឹងឲ្យមានភាពសងសឹកអានេះគឺជាភាពអាម៉ាស់មួយទៀតរបស់សៀមបាទវាគឺជាសង្គ្រាមរវាងភាពស្របច្បាប់និងរឿងព្រេងបាទវិមាត្រព័ត៌មានបានលាតត្រដាងផងដែរបាទវិមាត្រហ្នឹងវាទំហំព័ត៌មានបានលាតត្រដាងផងដែរសេចក្តីថ្លែងការណ៍របស់លោកមិនបានលេចចេញនៅតាមរយៈសេចក្តីសង្ខេបយោធាទេប៉ុន្តែតាមរយៈវេទិកាសង្គមដែលបានផ្សាយតាមរយៈគេហទំព័រ The Nation បាទវាមិនមែនជាការចៃដន្យទេវាគឺជាផ្នែកមួយនៃការជួសជុលសិលធម៌ផ្ទៃក្នុងរបស់ប្រទេសសៀមដោយប្រែក្លាយការបំពេញសមរភូមិទៅជានិទានរឿងជាតិនិយមបាទលោកប៊ុនស៊ីនទៅតែនិពន្ធរឿងព្រេងថ្មីមួយណែអញ្ចឹងឥឡូវហ្នឹងគេចាប់ផ្ដើមនិពន្ធរឿងថ្មីនឹងមួយទៀតបាទទៅឲ្យកូនចៅរបស់ពួកគេហ្នឹងបានស្ដាប់បានយល់ហើយនឹងបញ្ជ្រាបបន្តទៀតបាទកម្ពុជាផ្ទុយទៅវិញទទួលតាមរយៈភាពស្ងៀមស្ងាត់វាមិនចាំបាច់ប្រកែកទេវាគ្រាន់តែកត់ត្រាទុកប៉ុណ្ណោះរាល់ភាពផ្ទុយគ្នាជាសាធារណៈពីទីក្រុងបាងកកคล้ายទៅជាភស្តុតាងនិងឯកសាររាល់ការអួតរបស់សៀមคล้ายទៅជាលក្ខខណ្ឌនិងការចងចាំនីតិវិធីយូរអង្វែងរបស់កម្ពុជាដែលជាសៀវភៅបញ្ជីដែលការអត់ធ្មត់ស្មើនឹងអំណាចអូពាក្យនេះគឺខ្ញុំស្រឡាញ់មែនទែនការអត់ធ្មត់ស្មើនឹងអំណាចបាទព្រំដែនមិនមែនគ្រាន់តែជាសមរភូមិទេវាគឺជាកញ្ចក់នៃសណ្ដាប់ធ្នាប់ស្ថាប័ននៅម្ខាងឈររដ្ឋនៅម្ខាងឈររដ្ឋមួយដែលកំពុងតែស៊ូដើម្បីតម្រឹមកងទ័ពរបស់ខ្លួនជាមួយនឹងការទូតរបស់ខ្លួននៅម្ខាងទៀតឈររដ្ឋមួយដែលបានរៀនការអត់ធ្មត់ជាយុទ្ធសាស្ត្រសង្គ្រាមមិនចប់ពីរដងគឺម្ដងនៅលើសមរភូមិនិងម្ដងទៀតនៅក្នុងការចងចាំអ្វីដែលប៊ុនស៊ីនបានសារភាពនិងស្ថិតស្ថេរជាងមេដាយរបស់លោកវានឹងក្លាយទៅជាភស្តុតាងដែលថាខណៈពេលដែលប្រទេសថៃប្រយុទ្ធដណ្ដើមយកទឹកដីកម្ពុជាបានគ្រប់ពេលវេលាហើយប្រាសាទតាក្របីនៅតែមិនអាចរើបំរាស់បាទអញ្ចឹងយើងឃើញថាពាក្យសម្ដីរបស់ប៊ុនស៊ីនមួយម៉ាត់កន្លែងនេះគឺថាជាសម្ដីមួយហើយក៏ជាភស្តុតាងមួយដែលបានបញ្ជាក់ថាប្រទេសសៀមនេះគឺបានបំពេញនៅបទឈប់បាញ់គឺបានបំពេញនៅកិច្ចព្រមព្រៀងគ្នាកន្លងមកផងដែរហើយមិនមែននិយាយនេះគឺជាសម្ដីរបស់បុគ្គលទេពីព្រោះប៊ុនស៊ីនផាតខ្លាំងកាលនោះគឺជាតួអង្គនៃប្រទេសសៀមដឹកនាំសង្គ្រាមអញ្ចឹងអ្វីដែលគាត់និយាយពេលនេះគឺតំណាងឲ្យប្រទេសសៀមទាំងមូលមិនមែនជាសម្ដីរបស់គាត់តែម្នាក់ឯងនោះទេអញ្ចឹងវាច្បាស់ហើយថាសៀមពិតជាបានបំពេញនៅបទជប់បាញ់ពិតមែនហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនជុំវិញនៃការបកប្រែមួយនេះគឺឃើញថាសមល្មមនឹងមកដល់ទីបញ្ចប់ហើយយើងបានដឹងរឿងមួយទៀតនៃការសារភាពរបស់ខ្លួនឯងរបស់សៀមខ្លួនឯងថាខ្លួនពិតជាបានបំពេញនៅបទជប់បាញ់កាលដែលកន្លងទៅមែនអញ្ចឹងពុកម៉ែបងប្អូនសូមចងចាំរូបភាពទាំងអស់នេះទុកហើយបន្តភេទិកាឈប់ប្រើប្រាស់ទំនិញសៀមបន្តទៀតអញ្ចឹងអរគុណណាស់ពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាមានការបកប្រែក៏ដូចជានិយាយទៅលឺលួសខ្វះខាតខុសឆ្គងសូមខន្តីអភ័យទោសពីសំណាក់សង្គមផងហើយសូមអរគុណច្រើននិងសូមជម្រាបលា